4.5 លានឆ្នាំមុនផែនដីស្ថិតនៅក្នុងដំណើរនៃការកកើតលេចចេញជារូបរាងនៅឡើយនៅពេលនោះស្រាប់តែមានភពមួយផ្សេងទៀតដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Sea និងមានទំហំប្រហាក់ប្រហែលនឹងភពអង្គារបានបុកទង្គិចនឹងភពផែនដីរបស់យើងការបុកទង្គិចគ្នាក្នុងកម្លាំងដ៏ខ្លាំងក្លាមហិមានេះបានបង្កជាបំណែកខ្ចាត់ខ្ចាយទៅក្នុងលំហអវកាសបន្តិចម្ដងនៅក្នុងអំឡុងពេលរាប់ពាន់លានឆ្នាំបំណែកទាំងអស់នេះក៏ចាប់ផ្ដើមផ្គុំបញ្ចូលគ្នាហើយនៅទីបំផុតក៏បានប្រែក្លាយជាប្រច័ណ្ឌដូចដែលយើងបានស្គាល់រហូតមកទល់សព្វថ្ងៃនេះក៏ប៉ុន្តែកំទេចដែលកើតចេញពីបាតុភូតធម្មជាតិខាងលើពុំបានរសាត់រាយប៉ាយទៅក្នុងលំហអវកាសតែម្យ៉ាងនោះទេយ៉ាងណាមិញបើផ្អែកតាមរបបកំហុញវិទ្យាសាស្ត្រថ្មីមួយភាគនៃបំណែកភព Sea ទំនងជាបានកប់រុលជ្រៅទៅក្នុងស្រទាប់របស់ភពផែនដីយើងបច្ចុប្បន្ននេះក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនថែមទាំងបានអះអាងថាពួកគេបានកំណត់អត្តសញ្ញាណនៃភព Sea នៅត្រង់ចំណុចពីរផ្សេងគ្នានៅលើភពផែនដីពូលគឺទីតាំងទី1ស្ថិតនៅក្រោមទ្វីបអាហ្វ្រិកនិងមួយកន្លែងទៀតស្ថិតនៅខាងក្រោមនៃបាតមហាសមុទ្រប៉ាស៊ីហ្វិកតែទោះយ៉ាងណាដើម្បីអាចដឹងច្បាស់អំពីទម្រង់និងសមាសភាពពិតប្រាកដរបស់ភព Sea ក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រត្រូវខួងចូលទៅក្នុងស្រទាប់ដីដែលមានកម្រាស់រាប់សិបគីឡូម៉ែត្រឯណោះសំខាន់ជាងនេះទៅទៀតគឺចម្ងល់ធំមួយដែលចោទថាតើភពអាថ៌កំបាំងខាងលើនេះមានកំណើតចេញមកពីត្រង់ចំណុចណាមួយនៃលំហចក្រវាឡមុននឹងវាបានចូលមកបុកទង្គិចនឹងភពផែនដីរបស់យើងកាលពីជាង 4,000 លានឆ្នាំមុន